ក្រោយការចាប់ខ្លួនលោក Nicolas Maduro មេដឹកនាំប្រទេសក្បែររបងផ្ទះរបស់លោក Maduro ក៏កំពុងតែព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ដែរជាក់ស្ដែងលោក Gustavo Petro ប្រធានាធិបតីកូឡុំប៊ីដែលជាអ្នកជិតខាងដ៏ល្អម្នាក់របស់លោក Maduro ត្រូវបានលោក Donald Trump ចោទចំថាកំពុងលួចផលិតកូកាអ៊ីននៅក្នុងរោងចក្រជាច្រើនកន្លែងនៅក្នុងប្រទេសកូឡុំប៊ីដើម្បីនាំយកទៅលក់នៅប្រទេសមេស៊ីកូហើយបន្តរត់ពន្ធចូលទឹកដីអាមេរិកបណ្ដាលឲ្យពលរដ្ឋស្លូតត្រង់អាមេរិកកាំងជាច្រើនម៉ឺននាក់ខ្លាចជាជនរងគ្រោះក្រោយឮលោក Donald Trump ចោទខ្លួនបែបនេះលោក Gustavo Petro បានប្រតិកម្មតបវិញថាលោកបានត្រៀមខ្លួនរួចជាស្រេចប្រសិនបើសហរដ្ឋអាមេរិកចង់លេងនយោបាយមួយនេះលោកថាលោកបានសម្រេចចិត្តបោះបង់ការកាន់អាវុធយូរឆ្នាំមកហើយប៉ុន្តែដើម្បីការពារជាតិលោកនឹងបង្ខំចិត្តចាប់កាន់កាំភ្លើងឡើងវិញដើម្បីប្រឆាំងនឹងខ្មាំងឈ្លានពានចំណែកឯប្រទេសគុយបាដែលជាសត្រូវចាស់របស់អាមេរិកឯនោះវិញក៏ជាប់ពាក់ព័ន្ធនឹងវេណេស៊ុយអេឡាដែរអ្វីបើប្រទេសមួយនេះមិនស្ថិតនៅជាប់នឹងវេណេស៊ុយអេឡាដូចកូឡុំប៊ីក៏ដោយប៉ុន្តែលោក Donald Trump អះអាងថាចំពោះគុយបាមិនយូរទេរដ្ឋាភិបាលប្រទេសមួយនេះនឹងដួលរលំដោយខ្លួនឯងព្រោះតែវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរលោកត្រាំថាគុយបាគ្មានអ្វីទ្រទ្រង់សេដ្ឋកិច្ចជាតិរបស់ខ្លួនឡើយពួកគេអាចរស់បានសប្តាហ៍ថ្ងៃនេះដោយសារតែបានភាគលាភពីរបបលោក Maduro តែប៉ុណ្ណោះដូច្នេះបើអត់ពីលោក Maduro ទៅរបបមេដឹកនាំគុយបាលែងមានខ្នងបង្អែកសេដ្ឋកិច្ចទៀតហើយ